គោលការណ៍សាមញ្ញ7យ៉ាងសម្រាប់រស់នៅដោយសេចក្តីសុខទី1កុំរត់តាមនរណាម្នាក់បើអ្នកត្រូវរត់តាមអ្វីមួយជានិច្ចនោះវាប្រហែលជាមិនមែនជារបស់ដែលសមនឹងអ្នកទេទី2កុំអង្វរឲ្យនរណាម្នាក់នៅជាមួយអ្នកបើពួកគេអាចដើរចេញពីអ្នកបានយ៉ាងងាយស្រួលចូលអនុញ្ញាតឲ្យពួកគេទៅចុះសេចក្តីថ្លៃថ្នូររបស់អ្នកមានតម្លៃជាងការទាមទារឲ្យនរណាម្នាក់នៅទី3ស្គាល់តម្លៃរបស់ខ្លួនឯងតម្លៃរបស់អ្នកមិនត្រូវកំណត់ដោយអ្នកដទៃឡើយកុំអនុញ្ញាតឲ្យនរណាម្នាក់បន្ថយតម្លៃអ្នកទី4ផ្ដល់កន្លែងសម្រាប់មនុស្សដែលពិតជាសំខាន់មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសមនឹងមានកន្លែងនៅក្នុងជីវិតរបស់អ្នកនោះទេទី5ទទួលយកអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបានការប្រឆាំងនឹងការពិតនាំមកតែការឈឺចាប់ការទទួលយកនាំមកនូវសេចក្តីសុខទី6ដើរចេញពីអ្វីដែលមិនមែនជារបស់អ្នកកុំបន្តស្នាក់នៅកន្លែងដែលធ្វើឲ្យប្រលឹងនឹងក្តីសង្ឃឹមរបស់អ្នករសាត់បាត់បង់បន្តិចម្ដងបន្តទី7ស្រឡាញ់និងគោរពខ្លួនឯងពិភពលោកនឹងប្រព្រឹត្តចំពោះអ្នកតាមរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនឯងចងចាំថានៅពេលអ្នកឲ្យតម្លៃខ្លួនឯងអ្នកនឹងលែងទទួលយកអ្វីដែលធ្វើឲ្យអ្នកបាត់បង់សេចក្តីសុខនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន